ចឹងទាំងអស់នេះគឺជា Prom logo បាទដែលយើង forfait រួចហើយបើសម្រាប់អ្នកគ្នាចង់បាន Prom logo ចង់បានអីដែលយកទៅបបាយខ្លួនឯងអានឹងក៏ខ្ញុំមានសម្រាប់ជូនដែរដូចជារឿងនិទានរឿងខ្មោចរឿងអីនេះបងវាចេញមកគឺបែបនេះអញ្ចឹងมันខ្វះ Prom ដែលសម្រាប់គ្នាយើងលេងទេបាទប៉ុន្តែយើងយកទៅយើងចេះបបាយខ្លួនឯងបន្ថែមទៀតណាបាទកុំឲ្យចាំទៅយកពីខ្ញុំហើយវាយូរអាហ្នឹងវាត្រូវការបង្កើត font បង្កើតអីច្រើនណាដូចជា relic frog fry បងប្អូនចង់បានប្រភេទprom frog fry យើងក៏បានបាទគឺវាចង់បាន poster បទចម្រៀងសម្រាប់យកទៅប្រើប្រាស់ក្នុងpost ក្នុង thumbnail ក្នុង poster ដែលយើងដាក់ចម្រៀង YouTube ដូចជា TikTok អីណាដាក់រូបខ្លួនឯងក៏បានដាក់រូបគេក៏បានដាក់រូបអ្នកណាក៏បានដែរចំណងជើង font of font អីគឺយើងរៀបចំមកស្អាតបណ្ដោយអត់ខុសវាខុសជើងដែរលុះត្រាតែអា for ខ្លះវាវែងពេកដាក់ជើងទៅវាអាចនឹងខុសហ្វ្រាក់ខុសអីប៉ុន្តែយើងអាច generate ពីម្ដងទៅវាត្រូវហើយតោះសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលំអិតពាក់ព័ន្ធនឹង Pro របស់យើងដែលបង្កើតទៅជា poster thumbnail ដូចជារឿងនិទានផ្សេងៗណាបាទអញ្ចឹងសម្រាប់អ្នកនេះសម្រាប់ដំបូងសម្រាប់អ្នកគ្នាដៃថ្មីឬក៏អត់ចេះបង្កើតនេះអាចចូលមើលបានអញ្ចឹងជាដំបូងអ្នកគ្នាចូលទៅ Google ទៅបាទយើងមាន Google មួយឥឡូវខ្ញុំចូលទៅកាន់ Google អញ្ចឹងអ្នកគ្នាវាយពាក្យថា AI Studio អានឹងប្រភេទក្រុមហ៊ុនជាមួយគ្នានេះ Google AI Studio ជាមួយគ្នាបាទអញ្ចឹងបន្ទាប់ពីយើងចូលមកដល់ចំណុចនេះហើយវាមានផ្ទាំងមួយបែបនេះបាទផ្ទាំងមួយបែបនេះអ្នកនរគ្នាចង់បង្កើត Prompt នៅក្នុងនេះក៏បាន Chat GPT ក៏បានជាមួយនឹង Gemini ក៏បានប៉ុន្តែនេះខ្ញុំជ្រើសរើសប្រភេទGoogle Studio នេះមកបង្កើតអញ្ចឹងអ្នកគ្នាចង់ឲ្យបង្កើតបែបណាក៏បានស្រេចអ្នកគ្នាអ្នកដែលចង់ទេបាទចំណែកខ្ញុំមានព្រមសម្រាប់អ្នកគ្នាមួយអានេះបើសិនជាអ្នកគ្នាគិតថាពិបាកក្នុងការ ពិបាករនឹកតែយើងគួរចាប់ផ្ដើមពីណាទៅណាមុនអ្នកគ្នាអាច form pro ពីខ្ញុំបានណាបាទអញ្ចឹងឧទាហរណ៍ថាអ្នកគ្នា form pro ពីខ្ញុំខ្ញុំអ្នកគ្នាបង្កើតខ្លួនឯងក៏បាន form ខ្ញុំក៏បានប៉ុន្តែបើសិនជាអ្នកគ្នាបង្កើតខ្លួនឯងវាវែងឆ្ងាយបើវែងឆ្ងាយវាមិនងាយទេខ្ញុំគិតថាអ្នកគ្នាចង់ធ្វើអីដែលលឿនស្រួលដូចខ្ញុំអញ្ចឹងបាទអញ្ចឹងបើសិនជាខ្ញុំមាន pro ហ្នឹងរបៀបថាដូចជាមានផ្លូវមួយសម្រាប់ឲ្យអ្នកគ្នាដើរអញ្ចឹងដើរទៅខ្លួនឯងជ្រើសរើសបបែកអីខ្លួនឯងទៅបន្ទាប់មកយើង copy វាចូលមកកន្លែងបាទកន្លែងហ្នឹងមក copy ចូលកន្លែង Google Studio មកបន្ទាប់មកយើងចុចពាក្យថា brand បាទចាំមើលតើវាចេញ pro បែបណាអញ្ចឹងគឺវាចេញមកបែបដដែលទេអ្នកនាងបែបឈ្មោះខ្លុយ comfort ដដែលទេវាមិនចេញអីផ្សេងទេអញ្ចឹងវានៅតែជា pro របស់ខ្ញុំអញ្ចឹងបាទប៉ុន្តែអ្នកនាងអាចដូរឈ្មោះដូរចំណងជើងបានឧទាហរណ៍ចំណងជើងបែបនេះមិញចំណងជើងបែបនេះបែបខ្លុយអីចឹងទៅបែបនេះមិញណាបាទអញ្ចឹងយើងចង់ដូរធ្វើម៉េចអាចដូរវាបានអ្នកគ្នាឲ្យវាទៅ frame មកពីក្រោមហ្នឹងទៅចំណងជើងថ្មីអញ្ចឹងទៅហើយចំណងជើងអឺនឹកអូនគ្រប់ពេលវេលាអ្នកគ្នាចង់កាហ្វេមិនក៏កាហ្វេទៅគឺចំណងជើងចម្រៀងដែលយើងដាក់សម្រាប់ខ្លួនឯងណាបាទហើយយើងចុចត្រេវាថ្មិញកណ្ដៅពីរសងខាងអញ្ចឹងទៅដើម្បីវាស្គាល់អញ្ចឹងបន្ទាប់មកយើងចូលកន្លែងដែលបាទចូលកន្លែងGoogle Studio យើងដាក់ខាងក្រោមនេះមកចាំមើលថាវាអាចដូរឈ្មោះយើងបានអត់ចំណងជើងថ្មីអញ្ចឹងមានន័យថាបេដូរឯគ្នានេះចេញមកបែបនេះបាទចេញមកអញ្ចឹងណាអញ្ចឹងយើង copy មួយមកដើម្បីចង់ដឹងថារូបរាងវាមិនយើងដាក់ចូលមកសម្រាប់ដៃថ្មីបើអត់ដឹងច្បាស់ខ្ញុំចូល file ថ្មីបាទយើងវាយពាក្យថា Flow AI បែបនេះមកនេះបន្ទាប់មកយកឲ្យលើគេអានោះខ្ញុំប្រាប់ដៃថ្មីណាបើអត់ចេះអាចចូលតាមនឹងបានបន្ទាប់មកយើងបង្កើតប្រជាកន្លែងនេះបាទប៉ុន្តែខ្ញុំមានអ្នកគ្នាគ្រាន់តែចូលមកតាមខ្ញុំនឹងទៅហើយ copy ដាក់មកទៅកន្លែង copy មួយនេះបាទ copy Chrome យើងមិញណាហើយយើងជ្រើសរើសបាទជ្រើសរើស YouTube តម្រង់ Facebook តម្រង់
TikTok អីចឹងទៅហើយយើង copy បញ្ចូលមកជាមួយវាចេញមកបែបនេះអញ្ចឹងបើសិនជាអ្នកគ្នាដំបងអាចនឹងពិបាកក្នុងការធ្វើ Pro បែបនេះបានខ្ញុំថាបើសិនជាអ្នកបង្កើតគឺវែងឆ្ងាយអញ្ចឹងយើងគ្រាន់តែមាន Pro ពីខ្ញុំទៅទម្រង់ A4 បែបនេះគឺវាមានស្រាប់ហើយព្រោះយើងធ្វើនៅក្នុងនេះវាស្រួលវាមើលទៅវាមិនដូច AI ពិតប្រាកដទេបាទវានិយាយទៅវាអាចទទួលយកបានអ្នកគ្នាឃើញទេវាចេញមកគឺបែបនេះបាទហើយបើសិនជាអ្នកគ្នាចង់ដាក់រូបអ្នកទាំងអស់គ្នាអត់ចង់ប្រើរូប AI ទេអ្នកគ្នាគ្រាន់តែចូលកន្លែងសញ្ញាបុកនេះមួយជ្រើសរើសពាក្យរូបខ្លួនឯងហើយដាក់ព្រមចូលនឹងមកព្រមនេះយើងបង្កើតមិញណាពុបមកអញ្ចឹងវាមិនមែនប្រើរូប AI ទេគឺរូបខ្លួនឯងបាទតែរូបខ្លួនឯងពេលខ្លះវាស្អាតជាងនៅក្រៅដែរអញ្ចឹងពុំ A4 អស់ហ្នឹងវាបង្កើតមកគឺស្អាតបែបហ្នឹងឃើញទេបាទអញ្ចឹងបើយើងទៅចាប់ផ្ដើមពីដំបូងគឺពិបាកក្នុងការរត់នឹកថាយើងគួរធ្វើម៉េចប៉ុន្តែបើអ្នកគ្នាយក Pro ពីខ្ញុំទៅអ្នកគ្នាអាចបបាយខ្លួនឯងបានចង់ធ្វើម៉េចក៏បានដែរដូចអានេះអីចឹងអានេះ filter យើងមានកំណត់កែច្នៃណាបានណាបើយើងអត់មានកំណត់កែច្នៃបានទេអញ្ចឹងយើងដាក់រូបខ្លួនឯងមិញវាចេញមកនេះឃើញទេបាទនៅដើមថ្នោតអីចឹងទៅវាតំណងមកគេដែរបាទអញ្ចឹងយើងមានតែប៉ុណ្្នឹងឯងអ្នកគ្នាអានេះវាងាយស្រួលទេបាទទៅ Face Pro មកបបាយ Pro អញ្ចឹង A4 ទាំងអស់នេះអ្នកគ្នាបបាយខ្លួនឯងទៅនេះដូចជាមានដំណក់ទឹកមានអីមកជាមួយណាអញ្ចឹងវាមានច្រើនទៀតដែលយើងត្រូវរៀនបន្ថែមអញ្ចឹងការដែលយក Pro របស់ខ្ញុំទៅគឺគ្នាចង់ perfect ក៏បានចង់ធ្វើដូចខ្ញុំវិញក៏បានប៉ុន្តែមួយវិញទៀតខ្ញុំបញ្ជាក់ម្ដងទៀតសម្រាប់ឈ្មោះកន្លែងនេះនៅជាប់ឈ្មោះខ្ញុំអញ្ចឹងតើធ្វើម៉េចបានបាត់ឈ្មោះខ្ញុំចេញឈ្មោះអ្នកនរគ្នាទៅយើងចូលទៅកន្លែងដែលមកនេះកន្លែងដែលមកយើងមើលខាងក្រោមនេះយើង copy ត្រឹមណាហើយយើងដាក់ឈ្មោះខ្លួនឯងឧទាហរណ៍ថាឈ្មោះអ្នកផលិតឈ្មោះអ្នកចម្រៀងឈ្មោះអ្នកកាត់តយើងចង់ដាក់ឈ្មោះឲ្យគេហើយយើងសរុបសេចក្តីមកណាឧទាហរណ៍ឲ្យមើលឲ្យងាយយល់ខ្មែរមួយជីវិតអានេះនិយាយចឹងទៅអញ្ចឹងយើងដាក់ចឹងមកយើងបញ្ចូលខាងក្រោមមកខាងក្រោមមិញមកហើយយើងចុចមួយមកជាមួយទៅវីដេអូយើងអត់ដល់នេះជាមួយវីដេអូយើងអត់អញ្ចឹងមានន័យថាវីដេអូយើងហ្នឹងអ្នកគ្នាឃើញខាងក្រោមនេះបើអត់មានឈ្មោះខ្ញុំទៀតទេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នា editor ខ្លួនឯងក៏បានចង់ឲ្យ idol ឲ្យក៏បានគឺ AI idol ឲ្យវាងាយស្រួលជាងបាទវាអត់ញ៉ៃសម្រាប់អ្នកដែលចេះណាពុំអត់មានឈ្មោះអញ្ចឹងយើង copy វាចូលកន្លែងផ្លូវ AI យើងមកពុបមកអញ្ចឹងចាំមើលវាមានឈ្មោះយើងជាប់មកជាមួយអត់បាទមានឈ្មោះយើងជាប់មកជាមួយអត់អញ្ចឹងខ្ញុំសង្ឃឹមថាអ្នកគ្នានឹងយល់ចាំមើលវាចេញមកអញ្ចឹងអ្នកគ្នាឃើញក្រោមនេះ product edit អ្នកខ្មែរមួយជីវិតឃើញខាងក្រោមនេះបាទអញ្ចឹងអ្នកគ្នាអាចទៅ redirect អ្នកនិពន្ធអ្នកអីបន្ថែមទៀតដូចខ្ញុំមិញថាបញ្ចូលវាទៅនឹងគឺវាឲ្យមកអស់ហើយក្នុងហ្នឹងណាបាទអញ្ចឹងយើងអាចធ្វើបន្តទៀតទៅនេះអានេះស្អាតឃើញវាចេញមកប្លែកខុសពីគ្នាហើយនេះយើងចាក់ដាក់រូបខ្លួនឯងដាក់ទៅអញ្ចឹងមានតែប៉ុណ្្នឹងឯងអានេះវាកុំឲ្យវិញឆ្ងាយណាហើយយើងធ្វើ